រហូតមកដល់ពេលនេះដំណើរការកសាងផ្លូវក្រវ៉ាត់ព្រំដែនដែលប្រើប្រាស់ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនសម្រេចបាន 39.92% ហើយបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីវឌ្ឍនភាពនៃការកសាងផ្លូវក្រវ៉ាត់ព្រំដែនដោយប្រើប្រាស់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវ៉ាត់ព្រំដែនរបស់ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវ៉ាត់ព្រំដែនកកមបានឲ្យដឹងថាដែលអនុវត្តយ៉ាងខ្ជាប់ខ្ជួននិងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាស្តីពីការគ្រប់គ្រងថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្ដោតលើការកសាងផ្លូវតាមព្រំដែនឲ្យបានត្រឹមត្រូវធានាបានតម្លាភាពគណនេយ្យភាពនិងក្នុងស្មារតីសន្សំសំចៃខ្ពស់ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវ៉ាត់ព្រំដែនបានឲ្យដឹងថាគិតចាប់ពីខែធ្នូឆ្នាំ 2024 មកដល់ដំណាច់ខែមីនាឆ្នាំ 2025 នេះវឌ្ឍនភាពនៃការកសាងផ្លូវក្រវ៉ាត់ព្រំដែននិងដំណើរការគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដែលផ្ដោតលើការកសាងផ្លូវក្រវ៉ាត់ព្រំដែនបានទទួលលទ្ធផលសង្ខេបដូចខាងក្រោមទី1ក្រុមការងារចំពោះកិច្ចកកមបានចាត់បញ្ជូនកម្លាំងវិស្វកម្មកសាងផ្លូវចំនួន8កងឯកភាពដោយប្រើប្រាស់រថយន្តគ្រឿងចក្រនិងម៉ាស៊ីនគ្រប់ប្រភេទចំនួន286គ្រឿងក្នុងនោះនៅខេត្តមណ្ឌលគិរីមានចំនួន5កងឯកភាពប្រើប្រាស់រថយន្តគ្រឿងចក្រនិងម៉ាស៊ីនគ្រប់ប្រភេទចំនួន200គ្រឿងនិងខេត្តរតនគិរីមាន3កងឯកភាពប្រើប្រាស់រថយន្តគ្រឿងចក្រនិងម៉ាស៊ីនគ្រប់ប្រភេទចំនួន86គ្រឿងទី2ចំពោះការងាររាវរកគ្រាប់មីននិងយុទ្ធភ័ណ្ឌបន្តផ្ទុះតាមមុខសញ្ញានៃការដ្ឋានស្ថាបនាផ្លូវក្រវ៉ាត់ព្រំដែនត្រូវបានសម្រេចជាស្ថាពរលើផ្ទៃដីទំហំចំនួន 2,752,500 ម៉ែត្រការ៉េស្មើនឹង 44% នៃផ្ទៃដីសរុបដែលគ្រោងរាវរកទំហំ 6,250,000 ម៉ែត្រការ៉េដែលបានរកឃើញគ្រាប់មីនគ្រប់ប្រភេទចំនួន79គ្រាប់ក្នុងនោះរួមមានគ្រាប់ប៊ុំប៊ីគឺគ្រាប់បែកចង្កោមចំនួន35គ្រាប់ទី3ក្រុមការងារចំពោះកិច្ចកកមបានកសាងសម្រេចជាស្ថាពរសំណង់សិល្បកររួមមានលូប្រអប់សរុបចំនួន21កន្លែងស្មើនឹង208ម៉ែត្រ45ដាក់លូមូលបេតុងគ្រប់ប្រភេទចំនួន98កន្លែងនិងស្ថាបនាសម្រាប់ជាស្ថាពរនៅថ្នល់បេតុងបង្ហៀទឹកសរុបចំនួន6កន្លែងស្មើនឹង105ម៉ែត្រ70ទី4វឌ្ឍនភាពនៃការកសាងផ្លូវព្រំដែននៅក្នុងរយៈពេលប្រមាណ5ខែកន្លងមកនេះក្រុមការងារចំពោះកិច្ចកកមបានឈូសព្រៃទទឹង5ម៉ែត្របានប្រវែង110គីឡូម៉ែត្រសម្រាប់រកផ្លូវខ្សែដំបូងឈូសផ្លូវទទឹង20ម៉ែត្រប្រវែង103ម៉ែត្រ85សម្រាប់រកអផ្លូវលុបជ្រលងអូបន្ទាបចំណោតភ្នំនិងធ្វើប្រឡាយបាន100គីឡូម៉ែត្រ50កសាងតួផ្លូវនិងចិត្តជញ្ជាំងភ្នំបានប្រវែង99ម៉ែត្រ10និងក្រាលបាយកំទេចថ្មសម្រាប់ជាស្ថាពរប្រវែង75គីឡូម៉ែត្រ20ជាលទ្ធផលរួមនៃដំណើរការកសាងផ្លូវក្រវ៉ាត់ព្រំដែននេះគឺសម្រេចបានប្រមាណ 39.92% នៃផែនការក្នុងនោះខេត្តមណ្ឌលគិរីបានប្រវែង44គីឡូម៉ែត្រ90ស្មើនឹង 42.45% និងខេត្តរតនគិរីបានប្រវែង30គីឡូម៉ែត្រ30ស្មើនឹង 34.26% ទី5ចំពោះមុខនេះក្រុមការងារកំពុងបន្តជំរុញការបោះសម្អាតមានយុទ្ធភ័ណ្ឌបន្តផ្ទុះបន្ថែមទៀតបន្តជំរុញល្បឿនកសាងផ្លូវក្នុងរដូវប្រាំងដោយធានាឲ្យបានតាមបទដ្ឋានលក្ខណៈបច្ចេកទេសមានគុណភាពនិងភាពធន់នឹងអាកាសធាតុបន្តជំរុញល្បឿននៃការកសាងសំណង់សិល្បករធ្វើយ៉ាងណាឲ្យសម្រេចបានជាស្ថាពរនៅមុនពេលភ្លៀងធ្លាក់ជោគជាំនារដូវវស្សាដ៏ឆាប់ខាងមុខនេះទី6ក្រុមការងារចំពោះកិច្ចកកមបដិញ្ញាបន្តអនុវត្តភារកិច្ចរបស់ខ្លួនឲ្យកាន់តែសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីឈានទៅសម្រេចបាននូវការកសាងផ្លូវព្រំដែនតាមផែនការដែលបានគ្រោងទុកនិងបន្តផ្តល់ព័ត៌មានស្តីពីវឌ្ឍនភាពថ្មីៗនៃដំណើរការកសាងផ្លូវក្រវ៉ាត់ព្រំដែនដោយប្រើប្រាស់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវ៉ាត់ព្រំដែននេះជាបន្តបន្ទាប់